សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7ថ្ងៃអង្គារទី12ខែឧសភាឆ្នាំ2026អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថានៅព្រឹកថ្ងៃអង្គារ11រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី12ខែឧសភាឆ្នាំ2026វេលាម៉ោង8នាទីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការរដ្ឋបតីខួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលមានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួមចំនួន114រូបសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7បានដំណើរការពិភាក្សានិងអនុម័តដែលមានលទ្ធផលដូចតទៅអង្គសភាបានអនុម័តយកព្រមសមាជិកភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7ចំនួន114សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានរាយនាមដូចតទៅ 1. ឯកឧត្តមខុតច័ន្ទតារាអាយុ46ឆ្នាំ 2. ឯកឧត្តមម៉ាត់សេនអាយុ46ឆ្នាំ 3. ឯកឧត្តមសេងញ៉ក់អាយុ46ឆ្នាំអង្គសភាបានអនុម័តយកព្រមរបៀបវិរៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី7ចំនួន114សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានដូចតទៅរបៀបវិរៈទី1ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធារបៀបវិរៈទី2ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយកព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមអង្គសភាបានធ្វើការពិភាក្សានិងអនុម័តតាមរបៀបវិរៈដែលមានលទ្ធផលដូចតទៅ 1. ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាបានរៀបចំឡើងដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា49ថ្មីច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ2006និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធាដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរនិងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្ដុះស្មារតីស្នេហាជាតិការអប់រំផ្នែកគំនិតនិងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាមានខ្លឹមសារចំនួន8ជំពូកនិងចំនួន20មាត្រាឯកឧត្តមកែបចុតេមាប្រធានគណៈកម្មការមហាផ្ទៃការពារជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាអំពីការពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ឯកឧត្តមនាយឧត្តមសេនីយ៍ឌៀសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាតំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់សមាជិករដ្ឋសភាដែលបានមានមតិលើសេចក្តីព្រាងច្បាប់មានចំនួន9រូបគឺ 1. សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ 2. ឯកឧត្តមសោមចិនតំណាងរាស្ត្រមណ្ឌលខេត្តកំពត 3. ឯកឧត្តមសមតារាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង 4. ឯកឧត្តមទីសុគន្ធតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល 5. ឯកឧត្តមសេរីកុសលតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ 6. សម្ដេចគតិសង្ឃហបណ្ឌិតម៉ែនសំអនតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង 7. ឯកឧត្តមតវណ្ណថាតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ 8. ឯកឧត្តមលោកហួរតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង 9. ឯកឧត្តមសុយារាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំអង្គសភាបានអនុម័តយកព្រមលើសេចក្តីព្រាងច្បាប់ទាំងមូលចំនួន114សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល 2. ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយកព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម
សេចក្តីព្រាងច្បាប់នេះកំណត់អំពីការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃប្រជាជាតិអាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមលើកិច្ចព្រមព្រៀងទិញលក់ថាមពលអគ្គិសនីរវាងអគ្គិសនីកម្ពុជានិងក្រុមហ៊ុនអគ្គិសនីវៀតណាមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី30 ខែមករាឆ្នាំ2026សេចក្តីព្រាងច្បាប់នេះជាឧបករណ៍គតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ការជំរុញការអភិវឌ្ឍវិស័យថាមពលទាំងប្រភពថាមពលនិងបណ្ដាញបញ្ជូនអគ្គិសនីដើម្បីធានានិរន្តរភាពស្ថិរភាពប្រសិទ្ធភាពតម្លៃសមរម្យនិងឆ្លើយតបទៅនឹងកំណើនតម្រូវការអគ្គិសនីដើម្បីចូលរួមការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយកព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមមានខ្លឹមសារចំនួន3មាត្រាឯកឧត្តមឈៀងវុនប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាអំពីការពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ឯកឧត្តមកែវរតនារដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលនិងជាតំណាងរាជរដ្ឋាភិបាលនិងសហការីជាអ្នកការពារសេចក្តីព្រាងច្បាប់សមាជិករដ្ឋសភាដែលបានមានមតិលើសេចក្តីព្រាងច្បាប់មានចំនួន1រូបគឺឯកឧត្តមងួនសុជាតិអង្គសភាបានអនុម័តយកព្រមលើសេចក្តីព្រាងច្បាប់ទាំងមូលចំនួន114សំឡេងនៅចំនួនសមាជិករដ្ឋសភាទាំងមូលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនេតិកាលទី7បានធ្វើការពិភាក្សានិងអនុម័តចប់សពគ្រប់នៅរបៀបវិរៈទាំងពីរនៅវេលាម៉ោង 12:34 នាទីនាថ្ងៃខែឆ្នាំដដែលសម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបិទសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនេតិកាលទី7ចាប់ពីថ្ងៃអង្គារ11រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី12ខែឧសភាឆ្នាំ2026តទៅអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មានថ្ងៃអង្គារ11រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី12ខែឧសភាឆ្នាំ2026អគ្គលេខាធិការដ្ឋានរដ្ឋសភានាងខ្ញុំសូមអរគុណ